បាទសួស្តីបងប្អូនអរគ្នាវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូថ្ងៃនេះខ្ញុំចង់លើកយកមកបង្ហាញបងប្អូនអំពីមុខងារថ្មីមួយនៅក្នុងប្រព័ន្ធAtilida Mobile App របស់យើងនេះដែលបងប្អូនបានដឹងថាពីមុនគឺយើងមានមុខងារមួយដែលពេលដែលយើងបាញ់លុយចេញឬក៏យើងទូទាត់ថ្លៃទំនិញសេវាកម្មផ្សេងៗគឺតែងតែមានលោតប្រាប់មកយើងអំពីទឹកលុយដែលយើងបានបាញ់ចេញថាចំនួនប្រមាណឧទាហរណ៍ថា 10000 20000 30000 រៀលអីចឹងទៅធ្វើការផ្ទៀងផ្ទាត់ឥឡូវនេះថ្មីនេះធនាគារ Asilda ក៏បានដាក់មុខងារថ្មីមួយទៀតនៅលើកម្មវិធីចាស់ដដែលគឺមុខងារទទួលលុយចូលគឺមានសារប្រាប់ថាទឹកប្រាក់ដែលយើងទទួលគឺមានចំនួនប៉ុន្មានបាទចូលបានប្រមាណចេញបានប្រមាណនេះជាដើមអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីសាស្ត្រនៃការចូលទៅកំណត់នៅក្នុង Asilda Mobile App របស់យើងទាំងអស់គ្នាបាទហើយដើម្បីអាចធ្វើការកំណត់បានដំបូងបងប្អូនត្រូវតែធ្វើបច្ចុប្បន្នភាពរួចហើយបើក App របស់បងប្អូនមកបាទនៅពេលដែលបងប្អូនធ្វើបច្ចុប្បន្នភាព App របស់បងប្អូនហើយបងប្អូនបើកគណនី Asilda វានឹងចេញទម្រង់របៀបនេះអញ្ចឹងបងប្អូនមើលមកខាងក្រោមចុចលើពាក្យថា menu បាទជាភាសាអង់គ្លេសបងប្អូនខ្ញុំដាក់ទី1ហ្នឹងអញ្ចឹងចុចពាក្យថា menu ហើយបងប្អូននឹងឃើញពាក្យ setting នៅខាងលើបងប្អូនចុច setting វានឹងនាំបងប្អូនចូលមកដល់ទម្រង់ទី3កន្លែងនេះបងប្អូនចុចត្រង់ពាក្យថា announce sound alert បាទកន្លែងហ្នឹងណាពេលបងប្អូនចុចមកដល់ទីនេះបងប្អូនមើលត្រង់ចំណុចទី4នៅត្រង់កន្លែងនេះគឺមាន3ភាសាខ្មែរអង់គ្លេសនិងចិនអញ្ចឹងបងប្អូនធ្វើការជ្រើសរើសយកភាសាសិនទៅបងប្អូនអាចចូលទៅកំណត់ការសំឡេងនៃការបញ្ជាក់ទឹកប្រាក់បានជ្រើសរើសភាសានេះគឺបានន័យថាតើបងប្អូនចង់ឲ្យប្រព័ន្ធនឹងឆ្លើយជាភាសាខ្មែរឬក៏ជាភាសាអង់គ្លេសអញ្ចឹងបងប្អូនត្រូវតែជ្រើសរើសយកមួយណាអញ្ចឹងសម្រាប់ខ្ញុំបានជ្រើសរើសយកភាសាខ្មែរអញ្ចឹងខ្ញុំចុចយកភាសាខ្មែររួចបងប្អូនកន្លែងមើលខាងក្រោមត្រង់កន្លែងប៊ូតុង2ដែលខ្ញុំដាក់ម្រាមដៃចង្អុលនេះយើងចុចវាឲ្យចេញពណ៌លឿងមកខាងស្ដាំដៃមកគឺ case in មានន័យថាសំឡេងចូលហើយ case out សំឡេងចេញអញ្ចឹងបងប្អូនចុចវារួចរាល់បងប្អូនអាចធ្វើការសាកល្បងក្នុងការវេលុយចេញឬក៏ទទួលលុយសាកមើលតើមានសំឡេងឆ្លើយប្រាប់បងប្អូនដែរឬអត់សម្រាប់ខ្ញុំបានធ្វើរួចរាល់ហើយគឺសំឡេងឆ្លើយតបប្រាប់ថានៅពេលដែលមានលុយវេចូលនៅពេលដែលមានលុយបាញ់ចូលគឺវានឹងលោតឆ្លើយប្រាប់យើងថាទទួលបានទឹកប្រាក់ចំនួនប៉ុន្មានម៉ឺនរៀលប៉ុន្មានម៉ឺនរៀលអីជាដើមហើយចំពោះសំឡេងឆ្លើយនេះគឺវាមិនលឺខ្លាំងដូច speaker អីទេគ្រាន់ថាវាប្រហាក់ប្រហែលនឹងសំឡេងរោវាអាស្រ័យលើយើងបើក volume ទូរស័ព្ទរបស់យើងតិចឬខ្លាំងអញ្ចឹងបងប្អូនអាចសាកល្បងធ្វើបានហើយបើមានចម្ងល់អ្វីចង់សាកសួរបន្ថែមអាចធ្វើការសាកសួរបន្ថែមបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសូមជម្រាបលាអរគុណ